បាទជម្រាបសួរពុកម៉ែបងប្អូនក៏ដូចជាសួស្តីទៅកាន់មិត្តរួមថ្នាក់គ្រប់គ្នាបាទថ្ងៃនេះផងដែរខ្ញុំនាំយកវីដេអូមេរៀនទី3ដែលជាមេរៀនសន្ទនាទូទៅមកចែករំលែកជូនបងប្អូនបាទបើចង់ដឹងខ្លឹមសារមេរៀនទី3យើងមានខ្លឹមសារអត្ថន័យយ៉ាងណានោះតោះយើងចូលរៀនទាំងអស់គ្នាបាទសូមមើលចំណងជើងមេរៀនរបស់យើង第三课你有笔吗第三课你有笔吗យើងប្រែថាមេរៀនទី3តើអ្នកមានប៊ិចទេបាទសូមកលេចមកមើលពាក្យថាទីសានយើងប្រែថាទី3ចំណែកពាក្យថាពីយើងប្រែថាប៊ិចសូមអាននិងបកប្រែចំណងជើងមេរៀនយើងទាំងអស់គ្នាទីសាន课你有笔吗មេរៀនទី3តើអ្នកមានប៊ិចទេបាទសូមមើល clear A របស់យើងគេបាននិយាយថា你好请问你有笔吗我忘记带笔了可以借我用一下吗ម្ដងទៀត你好请问你有笔吗我忘记带笔了可以借我用一下吗បាទយើងបកប្រែថាសួស្តីសូមសួរបន្តិចតើអ្នកមានប៊ិចទេខ្ញុំភ្លេចយកប៊ិចមកហើយអាចខ្ចីឲ្យខ្ញុំប្រើបន្តិចបានទេបាទយើងមើលពាក្យថា请问យើងប្រែថាសុំសួរឬក៏សុំសួរថាយហ្នឹងណាបាទពាក្យថា忘记带ប្រែថាភ្លេចយកឬក៏ភ្លេចនាំពាក្យ忘记ប្រែថាភ្លេចតែយើងអាចប្រែថាយកឬក៏អាចប្រែថានាំណាចំណែកពាក្យថា可以ប្រែថាអាចឬក៏បានអូខេអីក៏បានដែរណាពាក្យហ្នឹងជាយើងប្រែថាខ្ចីពាក្យថាជាយងប្រែថាខ្ចីប្រើប្រាស់ខ្ចីប្រើកាយហ្នឹងពាក្យថាយងអ៊ីសាយើងប្រែថាប្រើបន្តិចឬក៏ប្រើមួយផ្លែតណាបាទពាក្យយងយើងប្រែថាប្រើប្រាស់ប្រើអីណាបាទសូមអាននឹងបកប្រែ clear A យើងម្ដងទៀត你好请问你有笔吗我忘记带笔了可以借我用一下吗សួស្តីសូមសួរបន្តិចតើអ្នកមានប៊ិចទេខ្ញុំភ្លេចយកប៊ិចមកហើយអាចខ្ចីឲ្យខ្ញុំប្រើបន្តិចបានទេបាទសូមមើល clear B របស់យើងគេបានឆ្លើយថា当然可以我这里有一支黑色的笔你先拿去用吧用完以后再还给我就可以了当然可以我这里有一支黑色的笔你先拿去用吧用完以后再还给我就可以了បាទយើងមកប្រែថាប្រកាសជាបានខ្ញុំមានប៊ិចខ្មៅមួយដើមអ្នកយកទៅប្រើសិនចុះប្រើរួចហើយចាំប្រគល់មកឲ្យខ្ញុំវិញក៏បានដែរឬក៏ពិតជាបានខ្ញុំមានប៊ិចពណ៌ខ្មៅមួយដើមអ្នកយកវាទៅប្រើសិនចុះប្រើរួចហើយចាំយកមកឲ្យខ្ញុំវិញក៏បានដែរឬក៏ចាំសងខ្ញុំវិញក៏បានដែរណាបាទសូមក្រឡេកមកមើលពាក្យថា当然可以យើងប្រែថាប្រកាសជាបានឬក៏ពិតជាបានណាពាក្យថា当然យើងប្រែថាពិតជាប្រកាសជាឬក៏ជាក់ជាណាពាក្យថា可以យើងប្រែថាអាចឬក៏បានអាចប្រែមួយម៉ាត់យ៉ាងខ្លីថាអូខេណាបាទពាក្យថា这里ប្រែថាទីនេះត្រង់នេះកន្លែងនេះណា一支ប្រែថាមួយដើមហ្នឹងបើសិនជាយើងប្រើសំដៅទៅលើបរិយណាគឺបរិយមួយដើមបើប្រើចំពោះប៊ិចគឺអ៊ីជឺពីអញ្ចឹងទៅប៊ិចមួយដើមណាបាទពាក្យថា黑色的笔យើងប្រែថាប៊ិចពណ៌ខ្មៅពាក្យ黑色ប្រែថាពណ៌ខ្មៅណាពាក្យ拿去用ប្រែថាយកទៅប្រើឬក៏យកទៅប្រើទៅណាពាក្យថា拿去ប្រែថាយកទៅយកអញ្ចឹងពាក្យថា用完យើងប្រែថាប្រើរួចឬក៏ប្រើហើយពាក្យថា以后យើងប្រែថាបន្ទាប់ពីឬក៏ក្រោយពេលណា用完以后បន្ទាប់ពីប្រើរួចឬក៏ក្រោយពេលប្រើហើយពាក្យថា还给យើងប្រែថាប្រគល់ឲ្យវិញឬក៏សងវិញបាទសូមអាននិងបកប្រែ clear B យើងម្ដងទៀតទាំងអស់គ្នា当然可以我这里有一支黑色的笔你先拿去用吧
用完以后再还给我就可以了ប្រកាសជាបានខ្ញុំមានប៊ិចពណ៌ខ្មៅមួយដើមអ្នកយកទៅប្រើសិនចុះប្រើរួចហើយចាំប្រគល់មកឲ្យខ្ញុំវិញក៏បានដែរបាទសូមមើល clear A របស់យើងគេបានឆ្លើយថា谢谢你对了你还有笔记本吗老师说明天要交作业我想把今天的内容记下来ម្ដងទៀត谢谢你对了你还有笔记本吗老师说明天要交作业我想把今天的内容记下来បាទយើងបកប្រែថាអរគុណអ្នកហើយនិយាយអញ្ចឹងតើអ្នកនៅមានសភៅកត់ត្រាដែរទេលោកគ្រូបាននិយាយថាស្អែកត្រូវប្រគល់កិច្ចការផ្ទះដូច្នេះខ្ញុំចង់កត់ខ្លឹមសារមេរៀនថ្ងៃនេះទុកបាទសូមក្រឡេកមកមើលពាក្យថា对了ពាក្យ对了នៅត្រង់នេះយើងប្រែថាអូបាទក៏បានឬក៏និយាយអញ្ចឹងក៏បានអាចប្រែថាត្រូវហើយក៏បានណាពាក្យថា还有យើងប្រែថានៅមានចំណែកឯពាក្យថាពីជីប៉ិនយើងប្រែថាសិភៅកត់ត្រា notebook ណាពាក្យថា说ប្រែថានិយាយ交作业ប្រគល់កិច្ចការផ្ទះពាក្យថាចៅយើងអាចប្រែថាប្រគល់ណាឬក៏ប្រគល់ឲ្យឬក៏អាចប្រែថាបងថ្លៃចំណាយអីផ្សេងគឺយើងអាចប្រើពាក្យចៅនឹងបានដែរណាបើប្រើចំពោះការរាប់អានមិត្តភ័ក្តិវិញគឺយើងប្រែថារាប់អានឬក៏ធ្វើជាមិត្តបាទចំណែកពាក្យថា作业យើងប្រែថាកិច្ចការផ្ទះកិច្ចការដែលគ្រូដាក់មកពីសាលាឲ្យធ្វើនៅផ្ទះណាមិនមែនកិច្ចការផ្ទះដែលយើងធ្វើប្រចាំថ្ងៃបោសផ្ទះលាងចានបោកអាវហ្នឹងទេបាទពាក្យថា内容យើងប្រែថាខ្លឹមសារពាក្យថា记下来យើងប្រែថាកត់ត្រាទុកបាទដូច្នេះសូមអាននិងបកប្រែ clear A យើងម្ដងទៀតទាំងអស់គ្នា谢谢你对了你还有笔记本吗老师说明天要交作业我想把今天的内容记下来អរគុណអ្នកហើយនិយាយអញ្ចឹងតើអ្នកនៅមានសិភៅកត់ត្រាដែរទេលោកគ្រូបាននិយាយថាស្អែកត្រូវប្រគល់កិច្ចការផ្ទះដូច្នេះខ្ញុំចង់កត់ខ្លឹមសារមេរៀនថ្ងៃនេះទុកបាទ clear B របស់យើងគេបានឆ្លើយតបទៅវិញថា没问题我借给你以后如果忘记带学习用品提前告诉我可以帮助你ម្ដងទៀត没问题我借给你以后如果忘记带学习用品提前告诉我可以帮助你បាទយើងបកប្រែថាគ្មានបញ្ហាទេខ្ញុំឲ្យអ្នកខ្ចីបានលើកក្រោយប្រសិនបើភ្លេចយកសម្ភារៈសិក្សាមកសូមប្រាប់ខ្ញុំជាមុនខ្ញុំអាចជួយអ្នកបានបាទ clear នេះមានពាក្យថា没问题ប្រែថាគ្មានបញ្ហាទេឬក៏គ្មានបញ្ហាណាពាក្យថាជាកៃប្រែថាឲ្យខ្ចីឬក៏ខ្ចីឲ្យអីចឹងណាបាទខ្មែរយើងចំណាំថាឲ្យខ្ចីណាពាក្យថា如果យើងប្រែថាបើសិនជាឬក៏ប្រសិនបើបាទសូមមើលពាក្យថា学习用品ប្រែថាសម្ភារៈសិក្សាឬក៏របស់របរសិក្សាឧបករណ៍សិក្សាអីក៏បានដែរណាបាទពាក្យថា学习យើងប្រែថាសិក្សាឬអាចប្រែថារៀនសូត្រយើងអាចប្រែថារៀនមួយម៉ាត់ក៏បានដែរណាបាទសូមមើលពាក្យថា用品យើងប្រែថាសម្ភារៈឬក៏របស់របរបាទសូមអាននិងបកប្រែ clear B យើងម្ដងទៀតទាំងអស់គ្នា没问题我借给你以后如果忘记带学习用品提前告诉我可以帮助你គ្មានបញ្ហាទេខ្ញុំឲ្យអ្នកខ្ចីបានលើកក្រោយបើសិនជាភ្លេចយកសម្ភារៈសិក្សាមកសូមប្រាប់ខ្ញុំជាមុនខ្ញុំអាចជួយអ្នកបានបាទសូមធ្វើការអានរំលឹកមេរៀនសន្ទនាទី3របស់យើងទាំង4ឃ្លានៅក្នុងថ្ងៃនេះដោយអានទាំងភាសាចិននិងបកប្រែជាភាសាខ្មែរជាមួយខ្ញុំទាំងអស់គ្នាអូខេចាប់ផ្ដើមទី3课你有笔吗មេរៀនទី3តើអ្នកមានប៊ិចទេA你好请问你有笔吗我忘记带笔了可以借我用一下吗សួស្តីសូមសួរបន្តិចតើអ្នកមានប៊ិចទេខ្ញុំ
ខ្ញុំផ្លេចយកបិចមកហើយតើខ្ញុំអាចខ្ចីប្រើបន្តិចបានទេ B 当然可以我这里有一支黑色的笔你先拿去用吧用完以后再还给我就可以了ប្រកាសជាបានខ្ញុំមានប៊ិចពណ៌ខ្មៅមួយដើមអ្នកយកទៅប្រើសិនចុះប្រើរួចហើយចាំប្រគល់វាមកឲ្យខ្ញុំវិញក៏បានដែរ A 谢谢你了对了你还有笔记本吗老师说明天要交作业我想把今天的内容记下来អរគុណអ្នកហើយនិយាយអញ្ចឹងតើអ្នកនៅមានសិភៅកត់ត្រាទេលោកគ្រូបាននិយាយថាស្អែកត្រូវប្រគល់កិច្ចការផ្ទះដូច្នេះខ្ញុំចង់កត់ត្រាខ្លឹមសារមេរៀននៅថ្ងៃនេះទុក B 没问题我借给你以后如果忘记带学习用品提前告诉我我可以帮助你គ្មានបញ្ហានោះទេខ្ញុំអាចឲ្យអ្នកខ្ចីបាននៅក្រោយបើភ្លេចយកសម្ភារៈសិក្សាមកសូមប្រាប់ខ្ញុំជាមុនខ្ញុំអាចជួយអ្នកបាន បាទអូខេសម្រាប់មេរៀនទី 3 របស់យើងខ្ញុំសូម slash ត្រឹម 4 clear នេះសិនសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយកចិត្តទុកដាក់សិក្សារៀនសូត្រហើយនឹងកត់ត្រាទុកឲ្យបានគ្រប់គ្នាប្រសិនបើបងប្អូនយល់ថាវីដេអូរបស់ខ្ញុំបានក៏ដូចជាយល់ថាការបង្រៀនរបស់ខ្ញុំមានប្រយោជន៍សម្រាប់បងប្អូនចំពោះការសិក្សារៀនសូត្របងប្អូនអាចចុច subscribe channel YouTube របស់ខ្ញុំរួចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗក៏ដូចជាទទួលបានមេរៀនថ្មីៗពីខាងខ្ញុំទៀតអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀតជាមួយនឹងខ្ញុំបាទ PPL ចែករំលែកភាសាចិន同学们再见